បាទសួស្តីបងប្អូនទាំងអស់គ្នាជួបជាមួយលោកគ្រូបន្តទៀតបាទថ្ងៃនេះលោកគ្រូមកបង្ហាញបងប្អូនពីសំណួរចម្លើយក្នុងមុខវិជ្ជាវិទ្យាសាស្ត្រវិញម្ដងបាទអត់បានធ្វើមេរៀនវិទ្យាសាស្ត្រទេឥឡូវចាប់ផ្ដើមធ្វើឲ្យហើយសិក្សាសង្គមក៏លោកគ្រូនឹងធ្វើឲ្យដែរបាទវាហាក់ដូចជាយឺតជាងកម្មវិធីរៀនបន្តិចបាទប៉ុន្តែលោកគ្រូនឹងខំប្រឹងឲ្យទាន់បាទនេះជាជំពូកទី1មេរៀនទី1ការសម្របខ្លួនរបស់រុក្ខជាតិបាទលោកគ្រូបង្ហាញរូបភាពរបស់ផ្ទាំងនេះបាទឲ្យសួរថាតើរុក្ខជាតិបង្រៀនគ្រាប់តាមវិធីណាខ្លះ នេះយើងមើលទៅក៏ស្គាល់ដែរដឹងដែរណាបាទមាន4ទី1គឺមនុស្សជាអ្នកបង្រៀនគ្រាប់ណាទី2គឺសត្វបាទសត្វមានច្រើនប្រភេទបាទគោក្របីក៏វាអាចបង្រៀនគ្រាប់រុក្ខជាតិបានដែរដូចជាវាស៊ីស្មៅស៊ីស្រូវអីទៅស៊ីនៅមួយកន្លែងនេះទៅវាទៅបន្ទោបង់លាមកឬក៏ជក់អាចអីបាទនៅកន្លែងផ្សេងវាដុះបាទអញ្ចឹងទៅបាទនេះតាមខ្យល់បក់បាទហើយនេះគឺតាមចរន្តទឹកហូរបាទនេះអញ្ចឹងពួនមើលតែប៉ុណ្្នឹងអាចឆ្លើយបានណាវិធីបង្រៀនគ្រាប់របស់រុក្ខជាតិបាទហើយយើងចូលទៅសំណួរចម្លើយតែម្ដង បាទនេះជាសំណួរចម្លើយនៅក្នុងមេរៀនទី1បាទលោកគាត់បានបង្ហាញខ្លឹមសារមេរៀនទេប៉ុន្តែសូមឆ្លើយជាសំណួរចម្លើយតែម្ដងបាទទី1ចូលឆ្លើយនឹងសំណួរខាងក្រោមតើឬកតើឬរុក្ខជាតិមានតួនាទីសម្រាប់ធ្វើអ្វីខតើមូលហេតុអ្វីបានជារុក្ខជាតិភាគច្រើនជ្រុះស្លឹកនៅរដូវប្រាំងករុក្ខជាតិនៅវាលខ្សាច់មានឫសដូចម្ដេចដើម្បីអ្វីបានមកដល់ខាងក្រោមទៀតទី2ចូលសង្កេតនិងប្រៀបធៀបរុក្ខជាតិខាងក្រោមនេះបាទអញ្ចឹងរុក្ខជាតិខាងក្រោមមាន2ប្រភេទទី1គឺឈូកទី2គឺដើមត្រែងដើមឈូកដើមត្រែងបាទគេឲ្យយើងប្រៀបធៀបស្លឹកដើមនិងឫសវាហ្នឹងវាដូចគ្នាត្រង់ណាវាខុសគ្នាយ៉ាងម៉េចណាបាទទី3ចូលបង្ហាញជម្រកនិងលក្ខណៈសរីរាង្គរបស់រុក្ខជាតិសម្របខ្លួនទៅនឹងជម្រករបស់រុក្ខជាតិទាំងពីរខាងលើពីរយ៉ាងហ្នឹងដើមពីរហ្នឹងឈូកនិងត្រែងនេះជម្រកវានៅណាខ្លះហើយសរីរាង្គដើមដងវាយ៉ាងម៉េចខ្លះចឹងអានេះក៏ឲ្យយើងបង្ហាញបាទឥឡូវយើងឆ្លើយសំណួរមួយវគ្គនេះសិនបងប្អូនបាទដាក់ថាកឫសរបស់រុក្ខជាតិមាននីតិសម្រាប់ធ្វើអ្វីចឹងណាបាទសម្រាប់ទ្រទ្រង់ដើមភ្ជាប់ទៅនឹងដីបាទអញ្ចឹងដើមអត់មានឫសអត់រស់ទេអញ្ចឹងហើយបើអត់មានឫសក៏ដើមនោះគង់តែលំដួលអាលំទេបាទអញ្ចឹងសម្រាប់ភ្ជាប់ទៅនឹងដីទី2ស្រូបយកជាតិទឹកនិងអំបិលខានិចរលាយពីក្នុងដីបាទអញ្ចឹងបើអត់មានឫសទេគ្មានអ្វីស្រូបមកចំសរីរាង្គកាយរបស់ដើមឈើទេបាទហើយចំណុចមួយទៀតគឺដឹកនាំទឹកនិងអំបិលខានិចទៅចិញ្ចឹមដើមរុក្ខជាតិបាទអញ្ចឹងរឿងហ្នឹងនីតិវាសំខាន់ណាស់ចំណុចមួយទៀតគឺផ្ទុកអាហារបម្រុងនិងផ្ទុកអាហារចិញ្ចឹមបាទអាហារបម្រុងគឺវាស្រូបយកពីដីវាអីមកអញ្ចឹងទៅតែរុក្ខជាតិយកអត់អស់ចឹងវាបម្រុងទុកនឹងឫសនឹងឯងបាទអញ្ចឹងពេលណាដែលខ្វះខាតវានឹងយកទៅអាហារបម្រុងហ្នឹងបញ្ជូនទៅចិញ្ចឹមសរីរាង្គរបស់ដើមឈើហ្នឹងបាទអញ្ចឹងវាអាចបឺតស្រូបទៅតាមសម្បកឈើបងប្អូនណាយើងស្ទុះសម្បកទៅឃើញមានសម្បកខាងលើមានទ្រឹងហើយខាងក្នុងមានស្ទប់ស្ដៅៗនោះគេហៅថាភ្នាកសាច់លូឡុងរបស់វាហ្នឹងបាទដឹកនាំអាហារទៅចិញ្ចឹមរាងកាយវាហើយគូផ្សំនឹងស្លឹកជាអ្នកផលិតអាហារផលិតស្ករទៀតនោះបាទវាធ្វើដាក់សម្រាប់សំយោគបងប្អូនបាទចាំមើលមេរៀនក្រោយៗចាំគ្រូបញ្ជាក់តទៅខគេដាក់ថាមូលហេតុដែលរុក្ខជាតិភាគច្រើនជ្រុះស្លឹកនៅរដូវប្រាំងអញ្ចឹងភាគច្រើនរុក្ខជាតិភាគច្រើនជ្រុះស្លឹកនៅរដូវប្រាំងគឺដោយសារអីដើម្បីអីបាទគឺដើម្បីរក្សាទុកជាតិទឹកចិញ្ចឹមដើមពីព្រោះនៅខែប្រាំងអាកាសធាតុក្តៅខ្លាំងធ្វើឲ្យភាយចំហាយទឹកច្រើនដែលអាចធ្វើឲ្យរុក្ខជាតិស្វិតស្រពោនឬអាចងាប់បាទអញ្ចឹងនៅពេលដែលមានស្លឹកច្រើនវាត្រូវការមកភាយទឹកច្រើនហើយជួនជាខែប្រាំងខែអីនោះបើសិនជាភាយទឹកច្រើនអញ្ចឹងវាធ្វើឲ្យដើមរបស់វានឹងស្វិតស្ពោនអាចងាប់បានអញ្ចឹងមានជម្រើសរបស់វាមួយគឺវាជំរុះស្លឹកបាទជំរុះស្លឹកចោលទៅដើម្បីកាត់បន្ថយការបំភាយទឹកបាទនេះគឺជាមូលហេតុដែលរុក្ខជាតិស្លឹកជ្រុះនៅរដូវប្រាំងហ្នឹងណាបាទបងប្អូនស្រុកឃើញនៅខែប្រាំងរុក្ខជាតិជ្រុះស្លឹកច្រើនណាដូចជាដើមឈើអីខ្លះមើលបាទដើមគរក៏វាជ្រុះស្លឹកនៅរដូវប្រាំងដើមឫស្សីក៏ជ្រុះនៅរដូវប្រាំងដែរបាទដើម
ស្តៅក៏ជ្រុះស្លឹកដែរដើមកសាំងដើមអីហ្នឹងមានច្រើនប្រភេទណាស់បងណាវាជ្រុះស្លឹកនៅដើមប្រាំងនេះគោរុក្ខជាតិនៅលើវាខ្សាច់មានឫសគេសួរមានឫសដូចម្ដេចដើម្បីអ្វីអញ្ចឹងណាបើមានឫសវែងវែងដើម្បីសម្របខ្លួនដើម្បីលូតលាស់លើវាខ្សាច់អញ្ចឹងវាមានឫសវែងវែងដើម្បីសម្របខ្លួនឲ្យវារស់បាននៅលើវាខ្សាច់បាទអញ្ចឹងប្រសិនបើឫសខ្លីៗក្តៅនឹងកម្ដៅខ្សាច់ហ្នឹងគឺងាប់ហើយព្រោះអីខ្សាច់ក្តៅនៅពេលថ្ងៃអញ្ចឹងឬវាចាក់ជ្រៅទៅក្រោមគឺធ្វើឲ្យវាត្រជាក់វាអាចស្រូបយកជាតិទឹកពីក្នុងដីជ្រៅជ្រៅបានអញ្ចឹងទើបវាអាចរស់នៅបានចូលទៅសំណួរបន្តទៀតបាទចូលសង្កេតនិងប្រៀបធៀបរុក្ខជាតិខាងក្រោមនេះអញ្ចឹងឲ្យយើងប្រៀបធៀបដើមឈូកនិងដើមត្រែងអញ្ចឹងកាលណាយើងប្រៀបធៀបយើងត្រូវប្រៀបធៀបលក្ខណៈដូចនិងលក្ខណៈខុសរបស់វាបាទលក្ខណៈដូចរបស់វាគឺវាមានឫសដូចគ្នាឫសអត់ដូចគ្នាតែប៉ុន្តែវាមានឫសដូចគ្នាសុទ្ធតែរុក្ខជាតិមានឫសសុទ្ធតែរុក្ខជាតិមានស្លឹកហើយប៉ុន្តែស្លឹកវាខុសគ្នាអញ្ចឹងណាហើយសុទ្ធតែរុក្ខជាតិមានដើមដូចគ្នាអញ្ចឹងមានដើមមានឫសមានស្លឹកដូចតែគ្នាទេប៉ុន្តែទម្រង់វាខុសគ្នាណាបងណាវាមានដូចគ្នាប៉ុន្តែរូបរាងវាអត់ដូចគ្នាទេដើម្បីតន់កន្លែងហ្នឹងណាបាទចំណែកលក្ខណៈខុសរបស់វាអញ្ចឹងយើងប្រៀបធៀបតាមប្រភេទតាមវត្តស្លឹកយើងចេញពីដើមទៅឥឡូវដើមឈូកនេះដើមឈូកនិយាយពីដើមរបស់វាដើមឈូកជាដើមបំពង់មានប្រហោងដើមបំពង់ហើយមានប្រហោងខាងក្នុងមានប្រហោងកិច្ចបាក់ផុសផុសចំណែកដើមត្រែងវិញជាដើមបំពង់ដូចតែគ្នាទេតែស្រោបដោយស្ទបស្លឹកស្លឹកនេះបងនេះស្ទបស្លឹកស្ទបស្រោបដើមវាហ្នឹងហើយមានថ្នាំងដូចអំពៅអញ្ចឹងបងបើស្គាល់អំពៅអាហ្នឹងដូចគ្នាបាទពេលខ្លះយកវាញ៉ាំផ្អែមដែរផ្អែមតិចតិចអញ្ចឹងយើងបកមួយស្លឹកមកមួយថ្នាំងមួយស្លឹកមកមួយថ្នាំងមួយទៀតស្លឹកវិញម្ដងស្លឹកឈូករាងជាឆ័ត្រមើលនេះដូចឆ័ត្រចឹងចំណែកស្លឹកត្រៃរាងដូចមួយជល់ឃើញទេមុតស្រួយស្រួយបាទស្រួលមុតដៃទៀតអាហ្នឹងអញ្ចឹងលក្ខណៈខុសរបស់វាហ្នឹងឫសរបស់ឈូកគឺខ្លីៗចំណែកដើមត្រែងមានឫសវែងៗបាទនេះជាលក្ខណៈខុសរបស់វាអញ្ចឹងពេលគេប្រៀបធៀបឲ្យប្រៀបធៀបគួរតែរកលក្ខណៈដូចនិងលក្ខណៈខុសរបស់វាបាទចូលដល់សំណួរបន្ទាប់ចូលបង្ហាញជម្រកនិងលក្ខណៈសរីរាង្គរបស់រុក្ខជាតិសម្រាប់សម្រួលខ្លួនទៅនឹងជម្រករបស់រុក្ខជាតិទាំងពីរខាងលើគឺដើមត្រែងដើមឈូកមិញហ្នឹងឯងបងបាទទូដាក់ឲ្យតែម្ដងទេអញ្ចឹងពីរអ្នកខាងលើហ្នឹងគឺដើមត្រែងដើមឈូកមិញហ្នឹងនិយាយពីដើមឈូកជម្រកវានៅណាជម្រកវានៅក្នុងទឹកចុះដើមត្រែងវិញជម្រកនៅលើគោកបាទនៅលើគោកនិងតំបន់លិចទឹកអញ្ចឹងមានន័យថាដើមឈូកដុះបាននៅក្នុងទឹកទេចំណែកត្រែងលើគោកក៏បានក្នុងទឹកក៏បានបាទដើមត្រែងកន្លែងខ្លះមានដុះក្នុងទឹកទៀតបាទហើយប្រៀបធៀបបន្តសរីរាង្គវិញម្ដងលក្ខណៈសរីរាង្គគឺរូបរាងរបស់វានិយាយពីឫសវិញឈូកមានឫសខ្លីៗសម្រាប់ស្រូបទឹកនិងសារធាតុចិញ្ចឹមដែលរលាយក្នុងទឹកបាទចំណែកឫសរបស់ត្រែងវិញសម្រាប់ស្រូបទឹកសារធាតុចិញ្ចឹមនិងសម្រាប់ទប់លំនឹងដើមបាទអញ្ចឹងវាមានតួនាទីចំណែកយើងឈូកស្រូបទឹកស្រូបសារធាតុចិញ្ចឹមនិងសម្រាប់ទប់លំនឹងដើមអត់ឫសទេទៅហើយឈូកអត់បញ្ហាទេនិយាយពីដើមវិញម្ដងបាទលក្ខណៈរបស់ដើមគឺប្រហោងសម្រាប់ឲ្យខ្យល់ឆ្លងកាត់ឬស្តុកទឹកប្រហោងនេះភ្ជាប់ជាមួយនឹងស្តូម៉ាតរបស់ស្លឹកដើម្បីដឹកនាំសារធាតុចិញ្ចឹមបាទស្តូម៉ាតនៃស្លឹកហើយចំណែកស្លឹករបស់នេះវិញបាទអូនិយាយពីដើមវិញបាទស្លឹកសម្រាប់ទទួលពន្លឺព្រះអាទិត្យដើម្បីផលិតអាហារបាទនេះស្លឹករបស់វានេះអូនេះបាត់ដើមបងប្អូននេះបាត់ដើមបាទដើមរបស់ត្រែងហ្នឹងគឺនេះដើមប្រហោងអញ្ចឹងដើមរបស់ត្រែងគឺជាដើមដែលមានទម្រង់ជាបំពង់ដែរប៉ុន្តែវាមានថ្នាំងមានស្ទោបស្លឹកអីយ៉ាងទៅនិយាយរាប់ដូចមិញមកណាលក្ខណៈរបស់វាដូចយ៉ាងខាងលើមិញហ្នឹងបងណាបាទបានដាក់កន្លែងនេះបានដាក់ដើមវាមានស្ទោបស្លឹកមានអីចឹងទៅមានថ្នាំងមានអីចឹងទៅបាទអញ្ចឹងអត់បានទៅសេកន្លែងនេះទេតោះចាំទៅសេកន្លែងទៀតទេនិយាយស្លឹករបស់ត្រែងនេះសម្រាប់ផលិតអាហារចំណែកស្លឹក
អឺស្លឹករបស់ឈូកនេះគឺសម្រាប់ធ្វើអីទទួលពន្លឺព្រះអាទិត្យហើយផលិតអាហារដូចគ្នាដែរអញ្ចឹងស្លឹកមានតួនាទីសម្រាប់ផលិតអាហារគេហៅថាជាតិស្ករគ្លីកូសណាគឺវាធ្វើរស្មីសំយោគជាមួយព្រះអាទិត្យបាទដើម្បីផលិតអាហារហ្នឹងទៅមុខទៀតបងសំណួរទី4ចូលស្រង់ឈ្មោះរុក្ខជាតិដែលការពារខ្លួនដោយបន្លាដែលរោមដែលក្លិនដាក់ក្នុងតារាងខាងក្រោមបាទមកតារាងនេះគឺរុក្ខជាតិការពារខ្លួនដោយបន្លាតោះឥឡូវយើងមើលអីខ្លះបាទមានដើមឈើវិបុលអាចរៀបរាប់ក្រៅពីនឹងក៏បានដែរឲ្យតែមានបន្លាអីណាមានដើមក្រូចមានដើមកសាំងដើមគ្រងស្គាល់គ្រងបងស្តៀងដើមមើលមកផ្លែស្តៀងដើមបន្ទ្រាមើលមកផ្លែស្តៀងដើមក្រសខហ្នឹងបងគេហៅដើមសខមិនផ្លែវាមើលស្តៀងបត្រាបន្លាខ្លាំងហ្នឹងបាទឫស្សីល្ពាក់បាទល្ពាក់ក្តៅស្រកបន្លាហើយរុក្ខជាតិការពារខ្លួនដោយរោមនេះខ្លះបាទរោមណាអារោមមាសវាបាទមាសនេះការពារមិនធ្វើប៉ះដល់ស្រុំមុតដៃមុតអីចឹងទៅលមាស់អីចឹងទៅបាទរុក្ខជាតិការពារខ្លួនដោយរោមមានដូចជាខ្ញែបាទខ្ញែនេះដែលគេយកទៅដាក់ទៅវាលមាស់អញ្ចឹងណាបាទប៉ះតែបន្តិចលមាស់អេះចង់ដាច់ឈាមដាច់សាច់ដាច់ឈាមបាទថ្នាំជក់មានអារោមយ៉ាងបេះស្លឹកវាឃើញរោមសមនោះបាទអាហ្នឹងប៉ះតែមិនស្រួលលមាស់ហ្នឹងបាទល្ពៅនៅតាមដើមនៅតាមតងផ្លែវាអីសុទ្ធតែមានអារោមទាំងឯងបាទប៉ះតែមិនស្រួលមុតដៃដូចតឡាចអីចឹងទៅណាប៉ះអាចមុតដៃតិចតួចអាចលមាស់អាចអីទាំងស្គៀបលមាស់ដើមអូយ៉ាបាទអាហ្នឹងក៏មានរោមរបស់វាដែរនេះរុក្ខជាតិការពារខ្លួនដោយក្លិនអញ្ចឹងវាប្រើក្លិនរបស់វាដើម្បីការពារខ្លួនបាទនេះការពារដោយរោមគឺប៉ះតែសត្វវាហ៊ានស៊ីទេប៉ះតែមិនស្រួលវាគេចបាញ់អញ្ចឹងកាត់ចេញបាទការពារខ្លួនដោយក្លិនមានដូចជាតាំងអោស្អំដើមវោហោមនាងជីនាងវងខ្ទឹមអីជាដើមតាំងអោវាចឹងទៅមនុស្សយើងអត់នេះយកមកហូបធ្វើស៊ុបទៅអីស្អំទៅតែមនុស្សហូបទាំងអស់អត់តែនេះទេជីនាងវងខ្ទឹមបាទអញ្ចឹងទាំងអស់នេះជាលក្ខណៈដែលរុក្ខជាតិអាចប្រើប្រាស់ដើម្បីការពារខ្លួនវាបានតាមប្រភេទវាមកដូចផ្កាកុលាបអីមានបន្លាអញ្ចឹងណាដើមឈើផ្សេងៗទៀតក៏បាទអាចរៀបរាប់បានបាទអញ្ចឹងចូលដល់លេខ5ចូលដាក់ឈ្មោះជម្រករបស់រុក្ខជាតិក្នុងតារាងខាងក្រោមក្តាមផ្ដៅនេះជម្រកនៅណាគុយតោះឥឡូវកុំឲ្យខាតពេលផ្ដៅជម្រកវានៅក្នុងព្រៃលើគោកនៅក្នុងព្រៃបាទស្តៀងនឹងល្ពាក់ដែរតែធំជាងគុយនៅលើគោកដូចគ្នាហើយនៅក្នុងព្រៃដែរបាទហើយកង្កាងនៅក្នុងនៅសមុទ្របាទប្រភេទទឹកប្រៃណាទីលំនៅវានៅទីទឹកប្រៃបាទដើមរាំងលើគោកផងក្នុងទឹកផងសម្បត្តិដៃដំបងយក្សគឺនៅណាបាននៅលើគោកនៅវាលខ្សាច់ឃើញទេដូចនៅវាលខ្សាច់នៅអាហ្វ្រិកនៅអីណាបាទឃើញដើរឃើញដើមដំបងយក្សហ្នឹងអីបាទហើយដើមដំបងយក្សហ្នឹងខែបារាំងឡើងគ្មានស្លឹកទេស្លឹកខ្ញូខ្លាចជាបលាអស់ចឹងទៅដើម្បីការពារជាតិទឹកក្នុងដើមមកវាបាទចឹងហើយបានដើមដំបងយក្សមិនងាយងាប់ទេបាទដាក់ចោលហ្នឹងទៅវាស្វិតដល់ខែភ្លៀងហើយមកវាដុះមកវិញទាំងអស់បាទអស់ហើយបងប្អូននៅក្នុងវីដេអូទី1ខ្ញុំឆ្លើយតែប៉ុណ្្នឹងចុះអរគុណជួបគ្នានៅវីដេអូបន្តទៀតបាទ